អង្គការកាកបាទក្រហមអន្តរជាតិ ICRC សន្យាបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18នាក់ដែលទាហានថៃបានចាប់ខ្លួននិងដាក់ស្ថិតឲ្យក្រោមការឃុំឃ្នងដោយខុសច្បាប់របស់យោធាថៃនិងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយគ្រប់ភាគីពាក់ព័ន្ធអំឡុងពេលនៃជំនួបពិភាក្សាការងារជាមួយលោកគីលខាបូនីអនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ ICRC កាលពីថ្ងៃទី1ខែធ្នូឆ្នាំ2025ខណៈពេលកំពុងចូលរួមកិច្ចប្រជុំលើកទី22នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ានៅទីក្រុងហ្សឺណែវប្រទេសស្វីសឯកឧត្តមទេសរដ្ឋមន្ត្រីលីធុចអនុប្រធានទី1អាជ្ញាធរមានកម្ពុជាបានស្នើសុំឲ្យអង្គការកាកបាទក្រហមអន្តរជាតិ ICRC បន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រីលីធុចបានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ICRC ដែលបានផ្ដល់កិច្ចសហការនិងគាំទ្រដល់កម្ពុជាក្នុងការទាមទារឲ្យដោះលែងវីរៈកងទ័ពកម្ពុជាទាំង18រូបដែលត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំឃ្នងដោយខុសច្បាប់របស់យោធាថៃឯកឧត្តមទេសរដ្ឋមន្ត្រីលីធុចក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិ ICRC បន្តតាមដានសុខទុក្ខវីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីពួកគាត់អាចត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពជាការឆ្លើយតបលោកជាលខាំបូនីបានលើកឡើងថាអង្គការកាកបាទក្រហមអន្តរជាតិ ICRC នឹងបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជានិងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយគ្រប់ភាគីពាក់ព័ន្ធសូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី2ខែធ្នូឆ្នាំ2025នេះជាថ្ងៃទី126ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18នាក់ត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំឃ្នងរបស់យោធាថៃកម្ពុជាអំពាវនាវឲ្យភាគីថៃគ្រប់ឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដនៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃត្រង់កថាខណ្ឌទី5បានគូបញ្ជាក់ថាភាគីថៃត្រូវដោះលែងយោធិនទាំង18នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិដោយដោះលែងវីរៈកងទ័ពកម្ពុជាឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពសូមបញ្ជាក់ផងដែរថារដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងស្រស័ក្តិស្រស្រាំឥតឈប់ឈរដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ដើម្បីទាមទារឲ្យភាគីថៃដោះលែងវីរៈកងទ័ពរបស់យើងទាំង18នាក់នោះឲ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុខសុវត្ថិភាពរដ្ឋាភិបាលក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទមិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយមិនថាក្នុងកលៈទេសៈណាក៏ដោយ